ចាថ្ងៃនេះបារម្ភមកចែករំលែកព័ត៌មាននឹងរឿងរ៉ាវមួយចានៅប្រទេសបារាំងនេះមានក្មេងៗមួយក្រុមតូចចាយើងអាចហៅបានថាជាក្មេងចង្រៃកាលពីថ្ងៃទី24ឧសភា2026ចាគឺក្មេងៗមួយក្រុមហ្នឹងគឺបានទៅបើកកន្លែងគេស្តុកទឹកចាដូចបំពង់អញ្ចឹងមិនដឹងហៅអីចប់ឯនេះបងប្អូនចាគូបញ្ជាក់ផងដែរថាអាហ្នឹងគឺសម្រាប់តែនៅប្រទេសបារាំងនេះតាមសង្កាត់តាមភូមិតាមស្រុកគឺតែងតែមានចានៅតាមផ្លូវកន្លែងផ្ទះកន្លែងអីហ្នឹងគឺតែងតែមានអាបកគោលហ្នឹងគឺដូចជាធំទឹកអញ្ចឹងណាបងប្អូនចាដូចក្បាលទឹកអញ្ចឹងគឺសម្រាប់អ្នកបរលត់អគ្គិភ័យសម្រាប់អ្នកដែលសង្គ្រោះបឋមចាសង្គ្រោះបឋមមកបរលត់អគ្គិភ័យដែលនៅប្រាំងនេះគេហៅថាពងជាហ្នឹងណាពេលដែលមានភ្លើងឆេះឬមានបញ្ហាអីហ្នឹងគឺគេគ្រាន់តែជិះឡានចេញទៅគេអត់ចាំបាច់ដឹកទឹកទៅទេបងប្អូនចានៅប្រទេសប្រាំងនេះតែបើថានៅតាមព្រៃតាមអីអូខេគេដឹកទឹកទៅអីប៉ុន្តែបើនៅតាមភូមិតាមស្រុកនៅតាមផ្លូវអីហ្នឹងគឺអត់ចាំបាច់ទៅដឹកទឹកទៅទាំងឡានទេចាគឺគេគ្រាន់តែទៅតែឡានហ្នឹងទៅគេមានតយោរបស់គេហ្នឹងទៅដល់គឺគេឃ្លីបចាគេឃ្លីបអាកន្លែងនេះហ្នឹងបើគឺទឹកចេញមកចាប្រតិគិភ័យតែម្ដងហើយកាលពីថ្ងៃ24ឧសភា2026យើងហ្នឹងគឺក្មេងចង្រៃមួយក្រុមហ្នឹងគឺបានទៅបើកនៅកន្លែងហ្នឹងដើម្បីលេងទឹកចាបញ្ចេញទឹកលេងចាហើយទឹកហ្នឹងគឺកម្លាំងខ្លាំងណាស់បងប្អូនចាចុះបងប្អូនដឹងស្រាប់ហើយទឹកសម្រាប់ផលិតអគ្គិភ័យគឺកម្លាំងជះទៅគឺខ្លាំងមែនតើគឺអាចឲ្យធ្វើឲ្យអ្នកដែលបើកទឹកហ្នឹងជួនកាលអាចមានគ្រោះថ្នាក់ចាព្រោះថាទឹកបាញ់ភ្លាមគឺខ្លាំងទី1ហើយទី2គឺបំផ្លាញទឹកចាហើយរឿងនេះមិនមែនត្រឹមតែលើកទី1នៅក្មេងមួយក្រុមនេះទេគឺមានច្រើនករណីហើយដូចគ្នាហ្នឹងនៅប្លុកឬនៅតាមសង្កាត់ដែលដូចថាសម្បូរតែក្មេងៗដែលពិបាកអញ្ចឹងណាបងប្អូនប៉ុន្មានថ្ងៃមុនក៏មានកើតនៅខាងកៅ3ដែរចាថ្ងៃទី24ឧសភានេះក្មេងមួយក្រុមហ្នឹងគឺរឿងរ៉ាវនេះគឺកើតឡើងនៅអញ្ញាហ្នឹងគឺបែកខាង92ចាជីប៉ារីហើយលើកមុននោះគឺកើតនៅខាង93ចាសេនសាតានីហើយប្រហែលថ្ងៃមុននោះក៏កើតនៅគ្លីស៊ីដែរចាអញ្ចឹងគឺមិនមែនជាលើកទី1ទេក៏ប៉ុន្តែជាលើកទី1ដែលសង្កាត់ចាអ្នកគ្រប់គ្រងចៅសង្កាត់នៅអញ្ញាហ្នឹងគឺគាត់បានសម្រេចចិត្តថាផ្ញើវិក័យប័ត្រថ្លៃទឹកទៅឲ្យឪពុកម្ដាយក្មេងៗហ្នឹងហើយក្មេងៗហ្នឹងគឺគេចាប់បាន2នាក់ចាអញ្ចឹងបានន័យថា2គ្រួសារហើយនៅមានបន្តទៀតគេនឹងស្រាវជ្រាវបន្តហើយក្មេងៗទាំងអស់នេះគឺអត់ទាន់គ្រប់អាយុទេបងប្អូន13 14ឆ្នាំទេចាអញ្ចឹងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយហើយចៅសង្កាត់ហ្នឹងគឺគាត់បានសម្រេចចិត្តផ្ញើវិក័យប័ត្របង់ថ្លៃទឹកចាចំនួនមកឲ្យរដ្ឋវិញទៅលើឪពុកម្ដាយរបស់ក្មេងហ្នឹងតែគេទទួលខុសត្រូវហ្នឹងបើគិតជាទឹកប្រាក់ប្រហែលជា2000អឺរ៉ូដែលវាបើកលេងមកប្រហែលមិនដឹងជាប្រហែលនាទីទេបងប្អូនប៉ុន្តែទឹកដែលបាញ់ទៅហ្នឹងគេបានឲ្យដឹងដែរថាក្នុង1នាទីហ្នឹងគឺច្រើនមែនតែនប្រហែលជាដូចជា3000លីត្រអីមិនដឹងទេបងប្អូនចាឲ្យគិតមើលឲ្យប្រហែលនាទីដែលវាលេងហ្នឹងគឺច្រើនមែនតែនហើយមួយវិញទៀតគឺគ្រោះថ្នាក់ដល់បំផ្លាញទឹកគ្រោះថ្នាក់អាចនឹងគ្រោះថ្នាក់ពេលដែលវាបើកវាអីហ្នឹងចាហើយមួយវិញទៀតគឺគ្រោះថ្នាក់ពេលដែលឧបមាថាមានការអីនៅក្នុងអាកន្លែងប្លុកហ្នឹងអញ្ចឹងពេលដែលឡានពំព្យាចាឡានមកជួយសង្គ្រោះអគ្គិភ័យហ្នឹងមកដល់គឺទឹកអត់គ្រប់គ្រាន់ចាអញ្ចឹងវាអាចគ្រោះថ្នាក់ទៅដល់អ្នកផ្សេងទៀតដែលគេត្រូវការជាចាំបាច់ចឹងមិនថាក្មេងៗខ្លះគឺចង្រៃតែម្ដងហើយវាជាការល្អមួយដែលខាងចៅសង្កាត់ចានៅកន្លែងហ្នឹងគឺគាត់សម្រេចចិត្តផ្ញើវិក័យប័ត្របង់ថ្លៃទឹកចាឲ្យទៅគ្រួសារខាងហ្នឹងព្រោះថាបើគ្រាន់តែដាក់ទោសធម្មតាគឺនិយាយទៅពួកក្មេងៗគឺវាអត់មានអីទោសធំដុំទេអញ្ចឹងវានៅតែបកដដែលវាអត់សូវខ្លាចទេបងប្អូនចាអញ្ចឹងបើសិនជាវាបំផ្លាញអ្វីមួយគឺផ្ញើវិក័យប័ត្រទៅឲ្យពុកម្ដាយអាណាព្យាបាលហ្នឹងវាជាការល្អចាអាចនឹងជាមេរៀនដើម្បីកុំឲ្យវាចេះតែហ៊ាន